សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្រាយសាច់រឿងអានីមេរបស់មីនជាបន្តទៀតហើយថ្ងៃនេះដែរយើងនឹងមកបន្តសាច់រឿងរបស់យើងភាគបន្ទាប់ផងដែរក៏ប៉ុន្តែមុនចូលទៅដល់សាច់រឿងសង្ឃឹមទាំងអ្នកទាំងអស់គ្នាមិនចិត្តអាក្រក់ជួយចុច like subscribe និងដាក់សញ្ញាកណ្ដឹងឲ្យមានម្នាក់មួយហើយមីនក៏សូមអរគុណដល់អ្នកដែលបានប៉ាកាហ្វេមីនពីវីដេអូមុនផងដែរជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នាហើយសម្រាប់ប្រិយមិត្តដែលចង់ប៉ាកាហ្វេមីនបន្តទៀតអាច donate បានតាមរយៈ QR code ខាងលើនេះអញ្ចឹងតោះកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងរបស់យើងទាំងអស់គ្នាកាត់ចូលមកដល់ថ្ងៃថ្មីហ៊ីណាកូនិងមីកូក៏បានមកញ៉ាំអាហារថ្ងៃត្រង់ជាមួយនឹងគ្នាមីកូគឺថានិយាយតាក់ទងពីអាហារនៅថ្ងៃនេះច្រើនខ្លាំងមែនទែនតែក្លែកមកហ៊ីណាកូវិញនាងគឺមិនចាប់អារម្មណ៍អ្វីទាល់តែសោះដែលធ្វើឲ្យមីកូឆ្ងល់មែនទែននិងស្រែកហៅហ៊ីណាកូឲ្យដឹងខ្លួនវិញហ៊ីណាកូក៏ចង់ធ្វើការសុំទោសប៉ុន្តែមីកូក៏យកនំសាំងវិចផ្លែឈើបញ្ចុកនាងបាត់ទៅហើយនិងសួរថាវាឆ្ងាញ់ទេហ៊ីណាកូក៏ងក់ក្បាលបន្ទាប់មកមីកូក៏សួរហ៊ីណាកូថាមានរឿងអ្វីកើតឡើងនៅឯជំរំវឹកហាត់ចំណែកហ៊ីណាកូក៏មិនលាក់ផងដែរនឹងប្រាប់ទៅនាងទាំងអស់តែម្ដងនៅពេលដែលមីកូស្ដាប់ហើយនាងគឺភ្ញាក់ផ្អើលមែនទែនពេលដឹងថាឈូរីផ្ដល់ឈាមរបស់នាងឲ្យមកកាន់ហ៊ីណាកូនោះនឹងឆ្ងល់ណាស់ថាហ៊ីណាកូទទួលបានវាយូរហើយឬនៅហ៊ីណាកូក៏និយាយថាខ្ញុំមិនដឹងទេតែខ្ញុំមានអារម្មណ៍ដូចធ្លាប់ឃើញរាងកាយពិតរបស់ឈូរីពីមុនអញ្ចឹងយ៉ាងណាមិញមីកូនាងគិតថាបើមិនអាយ៉ាមេកុហកទេក៏ឈូរីមានរឿងអ្វីមួយលាក់បាំងជាមួយនឹងពួកយើងជាមិនខានវាមិនអាចបញ្ជាក់បានទេដែលគ្រាន់តែយកកាយម្នាក់នោះបានលិតឈាមហ៊ីណាកូរួចលឿនអញ្ចឹងហ៊ីណាកូក៏ឲ្យមីកូសាក់ភ្លក់ឈាមរបស់នាងទៅមើលក្រែងលោដឹងការពិតក៏ប៉ុន្តែមីកូមិនហ៊ានធ្វើអញ្ចឹងការទៅគ្រាន់តែហ៊ីណាកូរបួសបន្តិចក៏នាងមិនចង់ឲ្យវាកើតឡើងផងហើយនាងក៏រត់ទៅឆ្ងាយពីហ៊ីណាកូខ្លាំងមែនទែនបន្ទាប់ពីសម្រួលអាយ៉ាប័តរួចមីកូក៏ដឹងវិធីដែលអាចធ្វើឲ្យហ៊ីណាកូដឹងការពិតគឺទៅសួរឈូរីដោយផ្ទាល់តែម្ដងហើយគ្រាន់តែមកអង្គុយវិញនឹងក៏រក្សាគម្លាតជាមួយនឹងហ៊ីណាកូផងដែរចំណែកហ៊ីណាកូនាងក៏គិតដូច្នេះដែរប៉ុន្តែឈូរីឥឡូវដូចជាកិច្ចមុខពីខ្ញុំរហូតអញ្ចឹងគឺមិនអាចទៅនិយាយជាមួយនឹងនាងបានឡើយមីកូតបថាយើងនឹងទៅនិយាយជាមួយនឹងនាងនៅពេលដែលដល់ម៉ោងសម្រាកពីការសិក្សាវិញក៏ប៉ុន្តែសួយមែនទែនថ្ងៃនឹងមីកូនាងគឺមានម៉ោងសម្អាតថ្នាក់រៀនជាហេតុធ្វើឲ្យនាងមិនអាចទៅសួរឈូរីជាមួយនឹងហ៊ីណាកូបានទេចំណែកហ៊ីណាកូក៏តបវិញថាមិនអីឡើយខ្ញុំនឹងទៅស្វែងរកនាងនិងសួរនាងដោយខ្លួនឯងហើយខ្ញុំគិតថាបើសិនបើខ្ញុំទៅនិយាយជាមួយនឹងនាងតែ2នាក់ប្រហែលជានាងនឹងប្រាប់ខ្ញុំការពិតជាមិនខាននឹងបានដើរចាក់ចេញទៅមីកូក៏ស្រែកប្រាប់ថាបន្ទាប់ពីខ្ញុំសម្អាតរួចខ្ញុំនឹងទៅតាមក្រោយនៅពេលដែលហ៊ីណាកូអង្គុយនៅកន្លែងមួយនាងក៏ដូចជាមានអារម្មណ៍ថាមានអ្នកណាកំពុងតែតាមដាននាងអញ្ចឹងដោយបែបនេះនាងក៏សាកហៅឈូរីទៅថានាងនៅទីនេះដែរឬអត់ហើយដូចអ្វីដែលហ៊ីណាកូគិតមែនឈូរីនាងក៏បង្ហាញខ្លួនរួចក៏ដើរទៅរកនាងរីឯហ៊ីណាកូក៏សួរថានាងតែងតែនៅជិតខ្ញុំដើម្បីការពារពីយោកាយដែលព្យាយាមបរិភោគខ្ញុំមែនទេចំណែកឈូរីនាងក៏ដើរមកអង្គុយដោយមិននិយាយជាមួយនឹងហ៊ីណាកូមួយម៉ាត់រួចមកហ៊ីណាកូក៏សួរម្ដងទៀតថាយើងធ្លាប់បានជួបគ្នាពីមុនដែរឬអត់រីឯឈូរីនាងក៏សម្លឹងមើលមកហ៊ីណាកូមួយសន្ទុះនិងតបថាប៉ិតណាស់យើងគឺធ្លាប់ជួបគ្នាគឺនៅសាលារៀននិងផ្ទះរបស់នាងនឹងឯងហើយឥឡូវនេះយើងក៏កំពុងតែជួបគ្នាផងដែរលឺចម្លើយបែបនេះហើយហ៊ីណាកូនាងគឺគៀងមែនតែនបន្ទាប់មកនាងក៏ចង់សួរសំណួរផ្សេងទៀតគ្រាន់តែឈូរីលឺភ្លាមនាងក៏ញ័រដៃរៀងភ័យហ៊ីណាកូក៏សួរទៀតថាខ្ញុំបានឮគេនិយាយថានាងគឺបានផ្ដល់ឈាមរបស់នាងបញ្ចូលគ្នាជាមួយនឹងឈាមរបស់ខ្ញុំតើវាគឺជាការពិតទេឈូរីក៏រកលេសថានាងជឿរឿងដែលមិនសមហេតុផលរបស់អាយ៉ាមេនឹងដែរអីក៏ប៉ុន្តែហ៊ីណាកូនាងគ្រាន់តែចង់ឲ្យឈូរីនិយាយការពិតមកថាវាមែនឬក៏អត់និងបន្តទៀតថាខ្ញុំដូចជាធ្លាប់ឃើញរាងកាយពិតរបស់នាងពីមុនអញ្ចឹងហើយនៅពេលដែលអាយ៉ាមេបាននិយាយអំពីវាខ្ញុំក៏មានអារម្មណ៍ថាវាសមហេតុផលផងដែរដូច្នេះគ្រាន់តែប្រាប់ខ្ញុំមកថានាងបានផ្ដល់ឈាមឲ្យមកកាន់ខ្ញុំមែនអត់រួចក៏អោនទៅចិត្តឈូរីនិងនិយាយថាតើខ្ញុំនៅតែឈ្ងុយឆ្ងាញ់ដូចដែលនាងបាននិយាយទៀតទេហើយនាងនៅតែចង់បរិភោគខ្ញុំទៀតដែរឬអត់ឈូរីឮបែបហ្នឹងនាងក៏សួរទៅហ៊ីណាកូបើសិនបើអ្វីគ្រប់យ៉ាងដូចដែលអាយ៉ាមេបាននិយាយនោះត្រូវទាំងអស់តើនាងនឹងរត់ចេញពីខ្ញុំហើយនឹងធ្វើការសម្លាប់ខ្លួនឯងទេរីឯហ៊ីណាកូឮបែបហ្នឹងនាងក៏មិនដឹងត្រូវឆ្លើយតបបែបណាឡើយកាលបើឃើញបែបនេះឈូរីក៏ប្រាប់ត្រង់តែម្ដងថាវាគឺជាការពិតខ្ញុំបានផ្ដល់ឈាមឲ្យនាងជាយូរមកហើយវាកើតឡើងកាលពី10ឆ្នាំមុនមកម្ល៉េះដែលនាងបានជួបខ្ញុំជាលើកដំបូងលឺអញ្ចឹងភ្លាមហ៊ីណាកូភ្ញាក់ផ្អើលមែនទែននិងចងចាំកាលនឹងខ្លះៗផងដែរនិងសួរឈូរីថាយើងបានជួបគ្នានៅឯឆ្នេរខ្សាច់មួយមែនទេហើយវាអាចជាការ
ការធ្វើដំណើររបស់គ្រួសារខ្ញុំដែរត្រូវអត់ Shuri តបថាត្រឹមត្រូវហើយបន្ទាប់មក Hinako ក៏សួរទៀតថាហេតុអ្វីបានជានាងប្រកល់ឈាមឲ្យមកកាន់ខ្ញុំបែបនេះរីឯ Shuri ឆ្លើយថាដោយសារខ្ញុំជំពាក់នៅបំណុលតូចមួយពីនាងដូច្នេះខ្ញុំប្រាថ្នាចង់សងនាងវិញដោយបានផ្ដល់ឈាមខ្ញុំបញ្ចូលទៅរាងកាយរបស់នាងហើយយើងក៏មិនដឹងថា Shuri បានជំពាក់អ្វីពី Hinako ផងដែររួច Shuri ក៏បន្តទៀតថាឈាមរបស់មច្ឆាគឺជាពរជ័យដែលជួយឲ្យយើងធន់នឹងជំងឺរាតត្បាតនិងគ្រោះថ្នាក់ផ្សេងៗហើយជាពិសេសគឺយកកាយផ្សេងទៀតមិនអាចបរិភោគបានឡើយលើសពីនេះទៀតនៅពេលដែលខ្ញុំបានផ្ដល់ឈាមទៅនាងខ្ញុំក៏បានបួងសួងផងដែរថាសូមឲ្យក្មេងស្រីនេះមានសុខភាពល្អមិនថាមានរឿងអ្វីកើតឡើង Hinako នាងត្រូវតែរស់រានមានជីវិតបន្ទាប់ពី Hinako ឮបែបនេះហើយនាងភ្ញាក់ផ្អើលមែនទែននិងនឹកឃើញទៅដល់គ្រោះថ្នាក់មួយនោះខណៈពេលនោះនាងក៏បានឮសំឡេងដែលគេនិយាយប្រាប់នាងដូចនេះផងដែរជាហេតុធ្វើឲ្យនាងគឺបានដឹងហើយថាសំឡេងនោះគឺជារបស់ Shuri សោះនាងស្មានតែសំឡេងនោះគឺជាបំណងចុងក្រោយរបស់ក្រុមគ្រួសាររបស់នាងទៅតើនៅពេលនាងដឹងរឿងគ្រប់យ៉ាងបែបនេះ Hinako គឺឈឺចាប់ខ្លាំងមែនទែនស្ទើរតែដកដង្ហើមមិនដល់គ្នាទៅហើយមួយសន្ទុះក្រោយមកមេក៏បានភ្លៀងចំណែក Hinako នាងដើរចេញទាំងខកចិត្តមែនទែន Shuri នាងក៏និយាយពីខាងក្រោយថាបើសិនបើនាងចង់បញ្ចប់ជីវិតខ្លួនឯងឥឡូវនេះខ្ញុំមិនអនុញ្ញាតឲ្យនាងធ្វើបែបនេះឡើយនិងផ្ដាំទៀតថាទៅដល់ផ្ទះវិញកុំភ្លេចចាក់សោទ្វារដើម្បីសុវត្ថិភាពខ្លួនឯងផង Hinako ឮបែបហ្នឹងនាងក៏ងាកមកនិយាយតែប៉ុន្មានម៉ាត់នោះទេថាតើនាងដឹងអត់ខ្ញុំគឺខំទុកចិត្តនាងថានឹងបរិភោគខ្ញុំនិងបន្ថែមទៀតថានាងគឺជាបិសាចដែលធ្វើឲ្យ Shuri ឮហើយរំជួលចិត្តខ្លាំងមែនទែនកំឡុងពេលដែល Hinako ដើរត្រឡប់ទៅវិញនាងក៏បានជួប Miko ផងដែរ Miko ក៏សួរនាំ Hinako តែនាងមិនអើពើនោះឡើយដែលធ្វើឲ្យ Hinako ឆ្ងល់មែនទែនថាមានរឿងអ្វីកើតឡើងដោយបែបនេះនាងក៏ប្រែទៅជាទម្រង់យោកាយនិងសួរ Shuri ទាំងកំហឹងថាបើមិនប្រាប់ខ្ញុំថានាងបានធ្វើអ្វីដល់ Hinako ទេខ្ញុំនឹងខំក្បាលរបស់នាងចិនជាមិនខានចំណែក Shuri នាងមិនខ្វល់ពី Miko ឡើយឃើញ Shuri មិនមានប្រតិកម្មបែបហ្នឹងនាងក៏ប្រែទៅជាមនុស្សវិញនិងនិយាយទៅកាន់ Shuri ថានាងនៅស្ងៀមបែបនេះព្រោះតែអ្វីដែលនាងបានខំរៀបចំមិនដំណើរការទៅតាមគម្រោងរបស់នាងមែនទេនិយាយចប់ក៏បំរុងនឹងដើរចេញទៅហើយស្រាប់តែ Shuri ក៏ឲ្យ Miko ឈប់សិននិងសួរនាងថាស្អែកទំនេរដែរឬអត់ខ្ញុំគឺចង់ណាត់ជួបជាមួយនឹងនាងដើម្បីនិយាយគ្នាដែលធ្វើឲ្យ Miko ក៏រៀងឆ្ងល់ផងដែរយើងក៏កាត់មកស្អែកបន្ទាប់យើងឃើញ Shuri និង Miko ក៏បានមកមើលនៅឯសួនសត្វជាមួយនឹងគ្នានៅពេលដែលដើរមើលនិងថតរូបអស់ចិត្តអស់ចង់ពួកគេក៏បានឈលមើលអ្នកថែទាំសត្វបញ្ចុកអាហារដល់សត្វ Penguin Miko ឃើញអញ្ចឹងក៏ទាញទូរស័ព្ទមកថតចង់ទុកឲ្យ Hinako មើលដែរគ្រាន់តែ Shuri ឮឈ្មោះ Hinako ភ្លាមនាងក៏ចាប់ផ្ដើមពិបាកចិត្តតែម្ដងបន្ទាប់មក Shuri ក៏សួរ Miko ថានៅពេលដែលកន្លែងឃើញពួកគេហើយតើនាងគិតយ៉ាងណាទៅ Miko ក៏សួរថានាងសំដៅលើសត្វ Penguin មែនខ្ញុំគិតថាវាគឺគួរឲ្យស្រឡាញ់ខ្លាំងណាស់ប៉ុន្តែ Shuri វិញនាងគឺសំដៅលើទាំងមនុស្សនិងសត្វតែម្ដងនិងនិយាយបន្តទៀតថាចំពោះខ្ញុំវិញពីមុននឹងឥឡូវនេះខ្ញុំមើលឃើញពួកគេទាំងអស់គ្រាន់តែជាសត្វឈាមដែលជាអាហារតែប៉ុណ្ណោះគឺគ្មានអ្វីផ្សេងលើសពីនេះឡើយហើយយើងក៏កាត់មក Hinako វិញអារម្មណ៍របស់នាងពេលនេះកំពុងតែលិចចូលទៅក្នុងសមុទ្រនិងនិយាយថាសម្លេងរលកនៅជម្រៅសមុទ្រពណ៌ខៀវវាគឺទទេស្អាតដែលមិនមានក្លិនទាល់តែសោះរដូវក្តៅមិនចេះចប់វាធ្វើឲ្យខ្ញុំឈឺចាប់ហើយខ្ញុំគឺពិតជាចង់លិចចូលទៅក្នុងសមុទ្រខ្លាំងណាស់និងស្រមៃទៅដល់ក្រុមគ្រួសាររបស់នាងថាខ្ញុំមិនចង់ក្បត់សម្លេងពួកគេដែលឲ្យខ្ញុំត្រូវរស់រានមានជីវិតបន្តទៀតទេនិយាយទៅនាងនៅតែគិតថាសម្លេងនោះគឺជាសម្លេងរបស់ក្រុមគ្រួសាររបស់នាងដដែលទាំងដែលវាគឺជា Shuri ជាអ្នកនិយាយសោះនឹងបន្ទាប់មកនាងក៏ស្រមៃទៅដល់ Miko វិញម្ដងនិងនិយាយថាខ្ញុំក៏មិនចង់ឲ្យព្រះអាទិត្យដ៏ភ្លឺចែងចាំងរបស់ខ្ញុំពិបាកចិត្តផងដែរបើទោះបីជាខ្ញុំឈឺចាប់ក៏ដោយក៏ខ្ញុំមិនអាចលិចចូលទៅក្នុងសមុទ្របានដែរគឺមានតែនាងម្នាក់គត់និងស្រមៃទៅដល់ Shuri នាងបាននិយាយថានឹងជួយសង្គ្រោះខ្ញុំដោយអនុញ្ញាតឲ្យខ្ញុំស្លាប់ខ្ញុំគឺទុកចិត្តនាងហើយសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់ដល់ត្រឹមនេះចង់ដឹងថាសាច់រឿងនឹងទៅជាយ៉ាងណាទៀតនោះរងចាំទស្សនាភាពបន្ទាប់ទាំងអស់គ្នាហើយអត់មានតែប៉ុណ្្នឹងនោះទេជាចុងក្រោយជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់បាយបាយ